បាទសួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយហើយវីដេអូនេះគឺជាវីដេអូដើមដំបូងនៃការចាប់ផ្ដើមនៅក្នុងការរៀនធ្វើការ boot ចំនួនថ្មីជាមួយនឹងខ្ញុំអញ្ចឹងនៅក្នុងមេរៀននេះផងដែរខ្ញុំបង្រៀនគឺអត់ដូចមុនទេគឺខ្ញុំលម្អិតជាងមុនហើយខ្ញុំបញ្យល់ច្រើនជាងមុនអញ្ចឹងសង្ឃឹមថាបងប្អូនមើលមេរៀននេះហើយបងប្អូនយល់ណាអញ្ចឹងនៅក្នុងដើមដំបូងបងប្អូនមើលមកលើ screen របស់ខ្ញុំនៅលើ screen ហ្នឹងខ្ញុំបានបង្ហាញ2គឺបងប្អូនឃើញនេះគឺជាទូរស័ព្ទដៃដែលខ្ញុំមាន account TikTok មួយនៅក្នុងនេះចឹងណាហើយអានេះគឺជា account ADS ខ្ញុំចង់ឲ្យបងប្អូនញែកឲ្យដាច់2ជាមុនសិនចឹងណាមុននឹងយើងចាប់ដើមចូលរៀនចឹងបងប្អូនត្រូវស្គាល់ឲ្យច្បាស់ថាអ្វីទៅគឺជា TikTok អ្វីទៅគឺជា ADS ចឹង ADS នេះវាមកពីពាក្យពេញថា advertiser ចឹងណាក៏ advertising ចឹងណាគឺជាការផ្សព្វផ្សាយតែអា TikTok នេះគឺជា TikTok យើងលេងរាល់ថ្ងៃចឹងណាវាប្រៀបបានដូចជា page របស់ Facebook ចឹងបើយើងលេងនៅលើ Facebook យើងមាន profile យើងលេង post ជាលក្ខណៈផ្ទាល់ខ្លួនរបស់យើងហើយយើងមានអាជីវកម្មយើងមាន page យើងបង្កើតជា page ចឹងណាហ្នឹងហើយ TikTok ក៏មានដូចគ្នាដែរ TikTok គឺយើងមាន TikTok លេងធម្មតាហើយយើងអាច switch វាទៅជា business ចឹងដូច TikTok នេះបងប្អូនមើលមកលើ screen របស់ខ្ញុំបានរៀបចំប្រភេទអាជីវកម្មបោះដុំដូងទុំមួយសម្រាប់ឲ្យភ្ញៀវខ្ញុំអញ្ចឹងពេលដែលភ្ញៀវខ្ញុំគាត់ឆាតមកខ្ញុំគាត់ថាបងត្រូវការទិញ TikTok អញ្ចឹងខ្ញុំសួរពីថាបងចង់បាន TikTok ប្រភេទណា TikTok សម្រាប់ post ឬក៏ TikTok សម្រាប់ boot ដែលយើងហៅថាជា ADS អញ្ចឹងណា TikTok ADS nature នេះអញ្ចឹងបងប្អូនកុំមានការយល់ច្រឡំពេលដែលបងប្អូនឆាតមកទិញ account TikTok បងប្អូនត្រូវដឹងថាបងប្អូនចង់ទិញ account TikTok សម្រាប់យកទៅ post ឬក៏បងប្អូនត្រូវការយកទិញ account TikTok ADS ដើម្បីយកទៅភ្ជាប់ជាមួយនឹង TikTok post បងប្អូននេះដើម្បី boot ឲ្យវាផ្ទុះដើម្បីយើងបង្កើនការលក់របស់យើងអញ្ចឹងទៅអញ្ចឹង account ADS នេះគឺជា account ADS ណាបងប្អូនខ្ញុំបញ្ជាក់ធំបងប្អូនមើល account ADS នេះគឺយើងអត់អាច post វីដេអូហើយរក្សាទុកវីដេអូបានមិនចេះទេអញ្ចឹងណាវាមានតែកន្លែងមួយដើម្បីភ្ជាប់គ្នារវាងអា TikTok នេះមកចូលក្នុង TikTok នេះដើម្បីយើងអាចធ្វើការ boot អញ្ចឹងណាដើម្បីយើងអាចធ្វើការ run ad ឬក៏យើង promote នៅវីដេអូណាមួយឲ្យវាផ្ទុះទៅតាម audience យើងចង់បាន page អីអាយុប្រមាណទីតាំងនៅណានៅណីអញ្ចឹងទៅហើយឲ្យវាចាយមួយថ្ងៃប្រមាណដើម្បីយើងចំណាយទៅគឺវារុញវីដេអូហ្នឹងទៅដល់គោលដៅដែលយើងចង់ឲ្យទៅហើយអញ្ចឹងត្រឡប់មកវិញបងប្អូនត្រូវ make sure ខ្លួនឯងថាស្គាល់ឲ្យច្បាស់ថាអានេះគេហៅថា account TikTok សម្រាប់យើងធ្វើការ post វីដេអូចូលហើយអានេះគឺជា account TikTok ADS គឺយើងសម្រាប់ធ្វើការ boot អញ្ចឹងណាដើម្បីយើងភ្ជាប់គ្នាដើម្បី boot អញ្ចឹងអារបៀបភ្ជាប់មិនគឺខ្ញុំមានមេរៀនរបស់ខ្ញុំបន្តតបទៀតបងប្អូនមើលទៅបងប្អូនធ្វើតាមខ្ញុំហើយបងប្អូនត្រូវស្វែងយល់មុននឹងខ្ញុំចូលដល់មេរៀនខ្ញុំចង់ឲ្យបងប្អូនប្រើពាក្យបច្ចេកទេសមួយគឺខ្ញុំហៅបងប្អូនស្វែងយល់មិនមែនថាបងប្អូនគ្រាន់តែមើលម្ដងហើយបងប្អូនអត់ចេះអត់យល់គឺបងប្អូនបោះបង់ចោលឬក៏បងប្អូនឈប់ទេបងប្អូនធ្វើមើលហើយបងប្អូនស្វែងយល់ហេតុអីបើខ្ញុំនិយាយចំណុចហ្នឹងហើយចំណុចហ្នឹងជាស្អីគេហេតុអីបើខ្ញុំភ្ជាប់វាអញ្ចឹងទៅអញ្ចឹងណាចឹងបងប្អូនត្រូវស្វែងយល់កន្លែងចំណុចទាំងអស់ហ្នឹងដើម្បីយើងឈានទៅដល់ការដែលយើងធ្វើការងារ run ad នឹងបានជោគជ័យអញ្ចឹងណា